សួស្តីអ្នកនរគ្នាខ្ញុំនឹងធ្វើការបង្ហាញគ្រឿងលេងពីរប្រភេទឲ្យអ្នកនរគ្នាបានឃើញគឺជាប្រភេទសាក់ស៊ីផ្នែកខាងក្រោយក៏ដូចជាតួផ្នែកខាងក្រោយដែលជាប្រភេទអាលុយមីញៀមដែលធ្វើការ CNC Bill, I'm in the mood for a switch up. I hit the function, hit the rose till I hiccup. I hit the stage and leave with money that's a sticker. She thinks she perfect, so I told him I'm a flicker. I leave the city and return with my change up. They got amnesia, don't remember how they played us. They wanna knock me down, but somehow I just stay up. ហើយសម្រាប់ផ្នែកទូខាងក្រោយគឺយើងឃើញថាមានរំលេចដោយពណ៌មាសក៏ដូចជាការ CNC ដែលយើងឃើញមានប្រហោងរុនច្រើនហ្នឹងគឺជាការ CNC ដែលមានភាពរឹងមាំក៏ដូចជាធ្វើការបើកបរបានទាំងប្រភេទ racing ក៏ដូចជាការប្រើប្រាស់ប្រចាំថ្ងៃសម្រាប់លក្ខណៈពិសេសរបស់សាក់ស៊ីផ្នែកខាងក្រោយនេះគឺរចនាបថស្អាតស្រាលមិនច្រេះក៏ដូចជារឹងមាំហើយមួយទៀតសម្រាប់សាក់ស៊ីគឺយើងឃើញមានរុន2សម្រាប់ធ្វើការតម្លាក់និងតម្លើងបូមចំណែកឲ្យយើងមើលនៅលើប្រភេទនៅលើម៉ូតូគឺយើងមិនអាចមានការតម្លាក់តម្លើងបូមបានទេនេះគឺជាចំណុចពិសេសមួយទៀតដែលយើងឃើញមាននៅលើហ្នឹងសម្រាប់តួផ្នែកខាងក្រោយដោយតែខ្ញុំបានបញ្ជាក់អញ្ចឹងគឺប្រភេទអាលុយមីញៀមដែលយើងធ្វើការ CNC មានរចនាបថប្រហោងរាងត្រីកោណតោងនឹងលក្ខណៈពណ៌ដោយតែខ្ញុំបានបញ្ជាក់គឺយើងធ្វើការអាចកម្មង់បានដែលការកម្មង់ទាំងផ្នែកសាក់ស៊ីជាមួយនឹងតួគឺយើងធ្វើការកម្មង់នៅជាមួយនឹងក្រាស៊ីផ្ទាល់តោះឥឡូវបន្ទាប់ពីខ្ញុំនិយាយរៀបរាប់អំពីលក្ខណៈពិសេសទូទ្រង់របស់ផ្នែកសាក់ស៊ីក៏ដូចជាផ្នែកទូខាងក្រោយហើយយើងនឹងរងចាំទស្សនាវីដេអូបន្ទាប់ដែលខ្ញុំនឹងធ្វើការរៀបរាប់អំពីការដំឡើងនៅលើម៉ូតូថាវាមានលក្ខណៈប្លែកអ្វីខ្លះយើងនឹងរងចាំទស្សនាវីដេអូបន្តឥឡូវបន្ទាប់ពីយើងបានរៀបចំគ្រឿងខ្លះនៅលើម៉ូតូដូចរាល់ឥឡូវនាំអ្នកនរគ្នាមកមើល detail នៅលើម៉ូតូថាវាមានភាពស្រស់ស្អាតយ៉ាងខ្លះបន្ទាប់ពីយើងមុនពេលដំឡើងគ្រឿងក៏ដូចជាដំឡើងគ្រឿងរួចតោះពាក់ព័ន្ធនឹងផ្នែកខាងតួផ្នែកខាងលើគឺយើងឃើញថាវាមានភាពភ្លឺពណ៌មាសក៏ដូចជាយើងបានដកគីឡូពីម៉ូតូចេញអស់ចន្លោះពី2ទៅ3គីឡូផងដែរបន្ទាប់ពីយើងផ្លាស់ប្ដូរជាមួយនឹងតួស៊ីនមកប្រើជាប្រភេទអាលុយមីញៀមគុណប្រយោជន៍នៃការផ្លាស់ប្ដូរដោយដែលយើងបានដឹងអញ្ចឹងគឺទី1ជួយឲ្យទម្ងន់ស្រាលទី2មានភាពស្រស់ស្អាតទី3គឺងាយស្រួលក្នុងការប្រើប្រាស់ដោយផ្នែកខាងក្រោមគឺជាផ្នែកខាងសាក់ស៊ីគឺយើងមានឃើញថារំលេចដោយពណ៌មាសចាំងក៏ដូចជាមានរុនឆ្លោះច្រើនដែលយើងឃើញអញ្ចឹងអាចនិយាយបានថាតួគឺបានផ្លាស់ប្ដូរក៏ដូចជាលេងជាមួយនឹងការកាត់បន្ថយទម្ងន់ដោយទូខាងលើដែរគឺប្រភេទសាក់ស៊ីខាងក្រោមខ្ញុំនឹងបិទវីដេអូត្រឹមហ្នឹងសិនដោយសារតែថ្ងៃនេះយើងនឹងនិយាយរៀបរាប់អំពីតួផ្នែកខាងលើក៏ដូចជាសាក់ស៊ីខាងក្រោមសម្រាប់ពាក់ព័ន្ធជាមួយនឹងការreview គ្រឿងផ្សេងទៀតខ្ញុំនឹងធ្វើវីដេអូមួយទៀតអូខេអរគុណសម្រាប់ការតាមដានវីដេអូជួបគ្នាវីដេអូក្រោយ